stress ការងារច្រើនអត់ដឹងធ្វើអីនៅផ្ទះ Swimming can help you. Hey guys, let's spend a day in my life as a swimmer. ខ្ញុំ recommend ដល់អ្នកគ្នាមកហាត់ទឹកនៅអូឡ িম্প ិកដោយសារវាពិតជា fresh ខ្លាំងមែនតើអ្នកទាំងអស់គ្នាដើម្បីហាត់ទឹកបានយើងចូលទៅបង់លុយជាមុនសិនតម្លៃវាគឺ$3អ្នកទាំងអស់គ្នាហើយចំពោះ location ហ្នឹងអ្នកទាំងអស់គ្នាអាចមើលក្នុងវីដេអូហ្នឹងបានហើយនៅកន្លែងហាត់ទឹកហ្នឹងគេក៏មាន locker ឲ្យអ្នកទាំងអស់គ្នាសម្រាប់ទុកសម្ភារៈសំខាន់បានដល់អ្នកទាំងអស់គ្នាហ្នឹងហើយអ្វីដែលកាន់តែពិសេសនោះគឺ stretching គឺយើងត្រូវធ្វើលំហាត់ប្រាណមុននឹងយើងចូលទៅក្នុងអាងហាត់ទឹកអ្នកទាំងអស់គ្នាដើម្បីកុំឲ្យមានជួបបញ្ហាដូចជារមួលក្រពើក៏ដូចជាyou know ហើយ stretching អ្នកនរគ្នាអាចមើលក្នុងវីដេអូនឹងបានហើយអ្នកនរគ្នាក៏អាច search មើលនៅក្នុង YouTube បន្ថែមបានដែរអ្នកនរគ្នាចំពោះព័ត៌មានបន្ថែមទាក់ទងទៅនឹងការបើកបិទកន្លែងអាហារទឹកហ្នឹងខ្ញុំ recommend អ្នកនរគ្នា search មើលនៅក្នុង page Khmer Federation Swimming ជាមុនសិនអ្នកនរគ្នាហើយមួយវិញទៀតហ្នឹងខ្ញុំ recommend អ្នកនរគ្នាលាប sunscreen ឬមួយក៏ lotion ការពារស្បែកអញ្ចឹងដើម្បីកុំឲ្យ get sunburn ដូចខ្ញុំ most of the time ខ្ញុំហាល1គីឡូម៉ែត្រអ្នកទាំងអស់គ្នាស្មើនឹង1000ម៉ែត្រ and a lot of people ask me how can you swim where do you learn it I learned it from YouTube babe ហើយបន្តមកទៀតគឺខ្ញុំបានចេញពីអាងហែលទឹកហើយអ្នកទាំងអស់គ្នាទីមើលថាខ្ញុំទៅណាទៀតគេផ្សេងដឹងណាអ្នកគ្នាតែខ្ញុំហែលទឹកហើយហត់គឺគ្មានអីអាចជួយខ្ញុំបានក្រៅពីការញ៉ាំទេហើយខ្ញុំអាសាមក EMAT នៅអូឡ িম্প ិកហ្នឹងហើយខ្ញុំតែងតែកំងទុកពូគីមកញ៉ាំអ្នកទាំងអស់គ្នាខ្ញុំចូលចិត្តទុកពូគីខ្លាំងមែនតើហើយឥឡូវនេះកុំឲ្យខាត់ពេលយូរខ្ញុំសូមធ្វើមុខបាំងណាអ្នកទាំងអស់គ្នាកុំឃ្លានណាកុំថាខ្ញុំគ្នាគេថា exercise ធ្វើឲ្យយើង strong តែខ្ញុំញ៉ាំអីហើយខ្ញុំហែលទឹកហើយមានអារម្មណ៍ថាហត់ដល់ចង់ជិះម៉ូតូទៅផ្ទះសោះនេះចង់ដេកនៅកន្លែង EMAT នឹងបានអត់ហ្នឹងហើយអ្នកទាំងអស់គ្នា vlog ខ្ញុំថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេតើតើនឹងការហែលទឹកអញ្ចឹងណាអ្នកទាំងអស់គ្នាខ្ញុំ encourage អ្នកទាំងអស់គ្នាឲ្យធ្វើលំហាត់ប្រាណបានច្រើនដើម្បីជៀសវាងពីជំងឺផ្សេងហើយមួយទៀតបើអ្នកទាំងអស់គ្នាចង់បានឲ្យខ្ញុំធ្វើវីដេអូផ្សេងតើតើនឹងការសិក្សាតើតើនឹងការហែលទឹកតើតើនឹងជីវិតប្រចាំថ្ងៃរបស់ខ្ញុំឬមួយក៏ content អីផ្សេងក៏បានដែរអ្នកទាំងអស់គ្នាខ្ញុំចង់ធ្វើពីអី comment down below មកខ្ញុំនឹងធ្វើឲ្យអ្នកទាំងអស់គ្នា Okay deal agree bye